នៅក្នុងទីក្រុងណារ៉ាប្រទេសជប៉ុនមានគូស្វាមីភរិយាមួយគូឈ្មោះអូតូនិងយូមីដោយសារចំនួនតូចមួយលោកអូតូបានជួបនិយាយជាមួយប្រពន្ធរបស់គាត់ហើយការស្គមហងាត់លុះបានបន្តអស់ជាង20ឆ្នាំទោះបីជាយ៉ាងណាក៏ដោយពួកគាត់នៅតែរស់នៅជាមួយគ្នាចិញ្ចឹមកូន3នាក់រហូតដល់ធំនឹងក្តីនិងចែករំលែកជីវិតប្រចាំថ្ងៃដដែលគាត់មិនបានខឹងទៀតទេគឺគ្រាន់តែមានមោទនភាពខ្ពស់ពេករហូតមិនព្រមបើកមាត់និយាយឡើយក្រោយមកគាត់បានទទួលស្គាល់ថាគាត់ជ្រុលណែននឹងចៅយកចិត្តទុកដាក់ដែលភរិយាផ្ដល់ឲ្យកូនជាច្រើនឆ្នាំក្រោយមកកូនប្រុសរបស់ពួកគាត់ដែលចង់ឃើញឪពុកម្ដាយផ្សះផ្សាបានតាក់ទងទៅកាន់កម្មវិធីទូរទស្សន៍ជប៉ុនមួយឈ្មោះ Shiterusu ដើម្បីសុំជំនួយនៅក្នុងវគ្គផ្សាយនៅឧទ្យានណារ៉ានៅពេលដ៏រំភើបจัดលោកអូតូបានបើកមាត់សុំទោសនិងបង្ហាញពីការស្ដាយក្រោយចំពោះពេលវេលាជាច្រើនឆ្នាំដែលបានចំណាយរឿងនេះបានក្លាយជារឿងគួរឲ្យភ្ញាក់ផ្អើលមួយក្នុងប្រទេសជប៉ុននិងទូទាំងពិភពលោកមិនមែនគ្រាន់តែដោយសារភាពគួរឲ្យភ្ញាក់ផ្អើលនោះទេប៉ុន្តែវាបានបង្ហាញពីអ្វីដែលជ្រាលនិងពិតប្រាកដមួយសេចក្តីស្រឡាញ់ពេលខ្លះវាគ្រាន់តែត្រូវការពេលវេលានិងសេចក្តីក្លាហាន